យ៉ាដូចគ្នាពីរ flick មួយឡើងឈាមមួយ purify មួយ retribution យ៉ាងណាចាំមើលថាអាឡុតបានខំអាឡុតអត់បានខំទេបាទនៅពេលដែលយើងលេងជា red team យើងចង់ឲ្យ lane របស់អាឡុតគឺនៅខំដើម្បី final slide ជាដើមហើយឡើងផ្ទះមកអត់ទេមានការលេង early game យកតាមដល់ពី CU Gaming បាទ season hunter បាយបាយឯងខ្ញុំនិយាយយ៉ាង defense ចាំក៏ឲ្យជាប់ defense ចាំក៏ឲ្យជាប់ចូលសัตว์ចិត្តល្អគេយក ពលឺយកមក សัตว์ចិត្តល្អគេយកសัตว์ជាមួយនឹង3តមួយទៀតតែយ៉ាងណាមិញជាមួយនឹង Wiki ក៏ថេតមកជួយដូចគ្នាផងដែរអត់ឲ្យគេយកស្រួលទេបាទបកសេគប់ចានមួយអត់ចំដូចគ្នាតែយ៉ាងណាមិញជាមួយ Retry ចូលលើ detective លេងវាយកតាមដល់ពីសមាជិករបស់ CU ឆា open fast block on defense អត់តន់អស់ចិត្តទេលិនសំម្ដាយលិនតែតែណាមិញគេចាប់ CCat សំម្ដាយទាំងអស់ Oh my god wow what a nice defense បុកចាក់ ចូលពេកកន្លែងហ្នឹងបាទអត់ទេត្រាហ្នឹងគឺត្រូវវាយភ័យគេយកមកបើយើងភ័យមកអញ្ចឹងយកវាយភ័យគេយើងខាតយ៉ាការពួកនេះគឺចូលមកណាមួយលិនតាមល្បែងពេកទៅរេងត្រីពី detective តែយ៉ានៅបែបលើលិនដែរដេញបែបតទៀតតែ boxy កហ្វលជាមួយនឹង OP សល់ជាមួយនឹង flicker តែណាមិញមានការ solo kill ពី Wiki លេងវាយខ្វាយមួយមានការដល់10 kill ចូលលើលិនដៃ detective អូយ boxy ឈឺតែសល់ special មួយគប់ stand ចំបោកវាយជាមួយនឹងវ៉ាដូ final slot កបោវាយជួយ CK យកតាមចាប់ Silver បាក់ចាប់ដើម្បីដកថយបាត់ហើយមានការ reset តែវាយទៅវាយមកវ៉ាដូអត់មាន flicker ទេវ៉ាដូអាចបាត់បង់ជីវិត killing spree ក៏ចូលលើការ Denza លោតដំពី Lewis ដេញវាយរត់ប្រសាទយកតាមដល់ពី CU Gaming ថតមកនេះក៏ចូលលើ Galaxy ដែរ 3k លិចឡើងឡើងហើយលោកអើយ 7 kill ទៅនឹង zone season 20វិញយកទៅចូលទី1ជាមួយនឹងប្រយ័ត្នចូលឥឡូវនេះកលាប់ជាមួយនឹងវា7ទៅនឹង zone kill តែហើយបតក់វាយយកតែម្ដង detective ចាក់មួយដើម្បីឡើងឈាមនៅតែដាច់អេយយបាទ8ចូលទៅថលមកនេះអាចនឹងគេអាំពិបាកចូលអេបោះ stand ចំជាមួយនឹង boxy វាយ boxy យកតែម្ដងជាមួយការកាក់ទៅចុចស្បែកឈាមតាមមិនតាមនោះទេជាមួយនឹង kill ក៏ចូលលើ Wiki ដែរ2ទល់0 Sky C8 ក៏ចូលខ្លួនទៅ Wiki ដូចគ្នាបាទថតទី2 free ទៅលើកាំងចឹងគឺនៅចូលដល់ mid គឺបបាក់ខ្លាំងមែនតើក្លាស៊ីក៏ដឹងច្បាស់ដូចគ្នាក៏មិនអាចឲ្យឱកាសទៅកាន់ CU ដើម្បីធ្វើការឆ្កឹះវគ្គមួយនេះត្រឡប់មកវិញនៅក្នុង lane ដែរ បកសានវាយយ៉ាងណាមិញជាមួយ CK ក៏បាក់ ultimate វាយ detective ក្រៅកទេជួយសៀលក្រៅគ្នាវិញទៅគ្នាពី block ទេ boxy លោតវាយលោតមកពីកាដេសាក៏ fail ដូចគ្នាប៉ុន្តែតែណាមិញជាមួយនឹង Sing អាចនឹងវាយវិញឬមួយយ៉ាងណាតែការចាញ់ goal ដល់តែច្រើនខ្លាំងពេក 7k goal ត្រឹមតែ6នាទីតាមនោះគឺពិបាកវាយយកតែមែនតែនបាទដូចខ្ញុំនិយាយពីដំបូងចឹងងូណាសេងបកស៊ីបាត់បង់ជីវិតបាត់ហើយលើអស់ពីបើគេលេងពងញ៉ាំដូចគ្នា level ក្រោមគេ3 level ទៅត្រៀមអូចាំមើលចាំជួយមើល level 15ណា level 15ដែលលឿនបំផុតនៅក្នុងការប្រកួតរបស់យើងនៅក្នុង regular season គឺបានទៅលើ lane 5 grand final 7នាទីមានលុយលានដល់ទៅ 8k 79k បាទអាយ៉ាបោះសានចំតែ 9k 7នាទី 9k លេង7នាទីមើលមិនច្រឡំទៅទេបាទច្រើនណាច្រើនខ្លាំងពិបាកវាយវានេះ Galaxy ក៏នឹងលេង fast ហ្មងមិនបាច់លេង total ទេចាំលេង lot ទី1លេង end យកហ្មងអូលេងយក perform បាត់ហើយបាទតែបើសិនជាគេលិតចប់យកហ្មងជីបាទចាក់ស៊ី1ស៊ី2ពីលេនបាយដៃត្រៃកោតតែវាយ detective ក៏មិនឈឺដូចគ្នាបើអត់តែដើម្បីដកថយផងដែរគប់ stand មួយពី OP ចំកណ្ដាលសាក៏មិនហ៊ានវាយដូចគ្នាលោត cover គ្នាពី low style មើលទៅ team 5 នេះដូចជា reset បន្តអត់តែពី CCat គ្រាន់តែដេញពីសមាជិករបស់ CU កុំឲ្យ defend តែប៉ុណ្ណោះបាទលុយលេន 10k ហើយនាទីទី8បាទ 11k លីតឱកាសនៃការ comeback ឆ្ងាយយកតែមែនតើបាច់ final slot ចេះចាក់មួយពីបាដូលោតមក cover នេះជាមួយការលើកនៅតែបាត់មកដូចនេះ killing spree ចុងលើ Lewis បាទក្នុងការទៅយកជាមួយនឹង Lord ក៏ទៅលួចទេនាំតែ fail ជាមួយនឹងការប្រកួតរងចាំឱកាសនៅក្នុងការ comeback នៅចុងម៉ោងបាទនៅក្នុងវគ្គទី2នេះបានឬមិនបានបាទមួយលន់នេះអាចបុកចូលឬបញ្ចូលពី Galaxy Legend 14k ណាកើត្រឹមត្រូវបងអ្វីដែលសំខាន់ជាមួយនឹងឡតមួយនេះគឺមិនមានជាមួយសេតរ៉េទេទី3ផ្លូវមិនក៏មានការបាត់បង់ដូចគ្នាផងដែរអាចនឹងបាត់បង់ទាំង3ផ្លូវយកតែម្ដងពី CU Gaming final slot ព្រាមជាមួយនឹង OP ព្រាមគប់ stand ដែរក៏ប៉ុន្តែដោយតែបាននិយាយជាមួយនឹងការគប់នៅការចាញ់ lane គេគឺពិបាកមែនតើអាយ៉ាកាដេនសាដូចជា over ហើយស៊ីង1ស៊ីង2ចុច spell ឈាមពីកាដេនសាមានការបូកតអត់មែនពី CK ដើម្បី cover នៅ final slot ជាប់ជាមួយ CK បូកវាយ CK យកតាមនៅពីគេមានការ flick ដល់ថយតែ fail មែនអស់ហើយលីងយកតាមនៅជាមួយនឹង man របស់ខាង CU Gaming 1 last man standing សតបានឌូមើលតែប៉ុណ្ណោះជាមួយនឹង vibe trap ខកគ្នាក៏ដូចជាចេញតែ game ទី2ក៏បានលើ Galaxy Legend